នេះណែនាំឲ្យបងប្អូនស្គាល់ម្ជូរល្បីខ្លាំងនៅផ្សារទូតពងម្ជូរបងផលដែលជាពលករត្រឡប់មកពីប្រទេសថៃវិញក៏លក់ម្ជូរនៅផ្សារទូតពងនឹងឯងអ្នកណាក៏ល្បីដែរថាម្ជូរកន្លែងគាត់នេះមានការតុបតែងស្អាតខ្លាំងមែនតើជាពិសេសបងប្អូនកុំរំលងឲ្យសោះជាមួយនឹងត្បែកទឹកស្រូកន្លែងគាត់នេះលើពីនឹងកន្លែងគាត់មិនមែនមានធំតែម្ជូរទេគឺមានជាមួយនឹងផ្លែឈើផ្សេងៗដែលបងប្អូនអាចរើសទៅតាមតម្រូវការបានហើយឥឡូវនេះកន្លែងបងផលគឺលក់ដាច់ខ្លាំងមែនតើសតតែឈរចាំមកចឹងមែនថាបងប្អូនខ្មែរយើងពិតជាស្រឡាញ់គ្នាមែនគាត់ដឹងថាគាត់ជាពលករភ្លាមបងប្អូនទៅជួយគ្រប់គ្រងគាត់ខ្លាំងមែនតើនៅពេលដែលខ្ញុំទៅថតនេះគឺគាត់ជាអ្នកលក់ម្ជូរឲ្យបងប្អូនយើងជាអ្នកទិញគាត់ជាអ្នកខ្ចប់អំបិលនេះហើយបានគេហៅថាខ្មែរស្រឡាញ់ខ្មែរជួយគ្រប់គ្រងគ្នាសូម្បីតែខ្ញុំថតវីដេអូបង្ហាញបងប្អូននេះក៏ជាការបង្ហាញការគ្រប់គ្រងមួយទៅដល់បងប្រុសដែរដើម្បីឲ្យបងប្អូនជួយគ្រប់គ្រងគាត់កាន់តែច្រើនជាពិសេសនឹងឲ្យគាត់មានអារម្មណ៍កក់ក្ដៅនៅពេលដែលគាត់បានត្រឡប់មកពីប្រទេសថៃវិញបងប្រុសគាត់រស់នៅប្រទេសថៃជាង20ឆ្នាំហើយក្នុងនាមជាខ្មែរដូចគ្នាអត់មានអីជួយបងប្រុសច្រើនទេបានត្រឹមតែជួយផ្សព្វផ្សាយនិងឲ្យបងប្អូនជួយគ្រប់គ្រងទិញម្ជូរគាត់ឲ្យកាន់តែច្រើននឹងឯងហើយបើអ្នកទាំងអស់គ្នាចង់ញ៉ាំម្ជូរកន្លែងគាត់អីអាចមកហៅកន្លែងគាត់បានគឺនៅកែងផ្សារទូតពងនឹងឯងប៉ុន្តែមិនបាច់ភ័យទេចាំ admin ណាដាក់ map ឲ្យហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ពេចខ្ញុំខាងក្រោមបានណា